ធ្វើ191ដែលមនុស្សជាច្រើនហៅថាកំភ្លើងធំប៉ុន្តែតាមការគិតវាជាប្រព័ន្ធមីស៊ីលបាលីស្ទិកប្រយោជន៍ក្នុងផ្លេងមនុស្សមួយចំនួនជនបានលាក់សមត្ថភាពពិតរបស់វាដោយធ្វើឲ្យវាមើលទៅដូចជារថយន្តដឹកទំនិញធម្មតាប៉ុន្តែតាមពិតវាជាប្រព័ន្ធអាវុធដែលមានសមត្ថភាពខ្លាំងនិងជាផ្នែកមួយនៃកម្លាំងកងទ័ពជើងគោករបស់ចិនធ្វើ191គឺជាប្រព័ន្ធបាញ់រ៉ុកែតរយៈឆ្ងាយដំបូងគេនៅលើពិភពលោកដែលអាចប្រើគ្រាប់រ៉ុកែតបាន3ប្រភេទកាលីប៊ឺលើឧបករណ៍បាញ់តែមួយវាអាចបំពាក់គ្រាប់អាវុធយ៉ាងហោចណាស់4ប្រភេទដែលមានទំហំចម្ងាយបាញ់និងគោលបំណងប្រើប្រាស់ខុសគ្នាដូច្នេះមិនថាគោលដៅបែបណាទេស្ទើរតែមានគ្រាប់អាវុធសមស្របសម្រាប់វាជានិច្ចនៅពេលប្រើគ្រាប់រ៉ុកែតកាលីប៊ឺ750មីលីម៉ែត្រវាអាចវាយប្រហារបានរហូតដល់500គីឡូម៉ែត្រហើយនៅពេលអនាគតអាចពង្រីកចម្ងាយបានលើស600គីឡូម៉ែត្រទៀតផងដោយសារតែវាប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំងផ្កាយរណប B-Dow សម្រាប់ណែនាំគ្រាប់មីស៊ីលកំហុសក្នុងការបាញ់មានត្រឹមប្រហែល10ម៉ែត្រប៉ុណ្ណោះនិយាយឲ្យងាយយល់គឺអាចបាញ់ពីទីក្រុងមួយហើយវាត្រូវយកផ្ទះជាក់លាក់មួយនៅលើភ្នំក្នុងទីក្រុងមួយទៀតបានយ៉ាងត្រឹមត្រូវកាលពីមុនសមត្ថភាពបែបនេះមានតែប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រប៉ុណ្ណោះដែលអាចធ្វើបានសមត្ថភាពនេះបានបំពេញចន្លោះខ្វះខាតរបស់កងទ័ពជើងគោកចិនក្នុងការវាយប្រហារចម្ងាយពី100ដល់500គីឡូម៉ែត្រការអភិវឌ្ឍប្រព័ន្ធកាំភ្លើងធំរយៈឆ្ងាយរបស់ចិនមិនបានចាប់ផ្ដើមមុនប្រទេសដទៃនោះទេប្រព័ន្ធ Fuson 3ជំនាន់មុនទោះបីអាចបាញ់បានជាង100គីឡូម៉ែត្រក៏ដោយប៉ុន្តែការបញ្ចូលគ្រាប់យឺតខ្លាំងបន្ទាប់ពីបាញ់រួចត្រូវចំណាយពេលយូរដើម្បីបញ្ចូលគ្រាប់ឡើងវិញហើយក៏មានប្រភេទគ្រាប់អាវុធតិចដែលមិនអាចបំពេញតម្រូវការសង្គ្រាមទំនើបដែលទាមទារភាពរហ័សនិងការចល័តខ្ពស់បានឡើយក្រោយមកជាមួយនឹងការរីកចម្រើននៃសង្គ្រាមព័ត៌មានវិទ្យាការការពារតំបន់ឆ្នេរនិងតម្រូវការវាយប្រហារចម្ងាយឆ្ងាយវិស្វករចិនបានរួមបញ្ចូលបច្ចេកវិទ្យាបាញ់បែបម៉ូដូលប្រព័ន្ធណែនាំ B-Dow និងរថយន្តជើងក្រោមដែលមានសមត្ថភាពបើកបរគ្រប់ស្ថានភាពដើម្បីបង្កើតធ្វើ191បច្ចុប្បន្នធ្វើ191មានសមត្ថភាពវាយប្រហាររថក្រោះមូលដ្ឋានកងទ័ពអាកាសយន្តហោះដែលចតនៅលើដីឃ្លាំងស្តុកអាវុធនិងបន្ទាយក្រោមដីវាក៏ប្រើប្រព័ន្ធលើកដាក់គ្រាប់ដោយស្វ័យប្រវត្តិដែលធ្វើឲ្យការបញ្ចូលគ្រាប់កាន់តែលឿនបើប្រៀបធៀបជាមួយ Fuson 3ដែលត្រូវការពេលប្រហែល20នាទីដើម្បីបញ្ចូលគ្រាប់ឡើងវិញធ្វើ191ត្រូវការពេលមិនដល់10នាទីប៉ុណ្ណោះក្នុងរយៈពេលដូចគ្នាវាអាចបាញ់គ្រាប់អាវុធបានច្រើនជាង Fuson 3ជាមួយដងប៉ុន្តែធ្វើ191ក៏មានចំណុចខ្សោយផងដែរវាមានទំហំធំនិងទម្ងន់ធ្ងន់ដែលធ្វើឲ្យมันអាចដឹកជញ្ជូនតាមយន្តហោះដឹកជញ្ជូនយោធាបានយ៉ាងងាយស្រួលប្រសិនបើចង់បញ្ជូនទៅប្រើប្រាស់នៅក្រៅប្រទេសនិងត្រូវការរៀបចំស្មុគស្មាញលើសពីនេះប្រព័ន្ធបាញ់បែបម៉ូដូលនិងគ្រាប់មីស៊ីលដែលមានការណែនាំមានតម្លៃខ្ពស់ដូច្នេះវាមិនអាចបំពាក់ឲ្យគ្រប់អង្គភាពបានទេហើយភាគច្រើនត្រូវបានផ្ដល់អាទិភាពដល់អង្គភាពសំខាន់បើប្រៀបធៀបជាមួយប្រព័ន្ធបាញ់រ៉ុកែតទំនើបផ្សេងលើពិភពលោកបច្ចុប្បន្នមានប្រព័ន្ធសំខាន់ចំនួន3គឺភើ191របស់ចិន HIMARS របស់សហរដ្ឋអាមេរិកនិង Tornadoes របស់រុស្ស៊ីប្រព័ន្ធទាំង3មានគោលគំនិតរចនាខុសគ្នាដូច្នេះពិបាកនិយាយថាប្រព័ន្ធណាល្អជាងគេ HIMARS របស់អាមេរិកផ្ដោតលើភាពស្រាលភាពចល័តនិងសមត្ថភាពដឹកជញ្ជូនលឿនទៅគ្រប់តំបន់នៃពិភពលោកវាមានទំហំតូចអាចដឹកតាមយន្តហោះបាននិងសមស្របនឹងយុទ្ធសាស្ត្ររបស់អាមេរិកដែលត្រូវធ្វើប្រតិបត្តិការយ៉ាងឆាប់រហ័សនៅក្រៅប្រទេសប៉ុន្តែ HIMARS ក៏មានដែនកំណត់ដែរគ្រាប់រ៉ុកែតស្តង់ដាររបស់វាមានចម្ងាយប្រហែល150គីឡូម៉ែត្រប៉ុណ្ណោះហើយមិនមានសមត្ថភាពវាយប្រហារជ្រៅដូច 191ទេទាំងកម្លាំងបាញ់និងភាពចម្រុះនៃគ្រាប់អាវុធក៏មិនអាចប្រៀបធៀបជាមួយ 191បានដែរអាចនិយាយបានថា HIMARS គឺដូចជាទ័ពសេះស្រាលដែលស័ក្តិសមសម្រាប់ការវាយប្រហាររហ័សប៉ុន្តែមិនមែនសម្រាប់សង្គ្រាមធ្ងន់ធ្ងរទេចំណែក Tornadoes របស់រុស្ស៊ីបន្តទស្សនវិជ្ជាកាំភ្លើងធំរបស់សហភាពសូវៀតដោយផ្ដោតលើគ្រាប់ធំបាញ់បានច្រើនរចនាសម្ព័ន្ធសាមញ្ញនិងចំណាយផលិតទាបដែលស័ក្តិសមសម្រាប់សង្គ្រាមអូបន្លាយទោះជាយ៉ាងណា Tornadoes មានបច្ចេកវិទ្យាព័ត៌មានវិទ្យាទាបមិនមានប្រព័ន្ធម៉ូដូលការបញ្ចូលគ្រាប់យឺតហើយទាំងភាពត្រឹមត្រូវនិងចម្ងាយបាញ់ក៏នៅក្រោយប្រព័ន្ធទំនើបជំនាន់ថ្មីផងដែរសរុបមកទោះបីជា 191មានទំហំធំថ្លៃនិងមិនសូវងាយដឹកជញ្ជូនក៏ដោយប៉ុន្តែបើនិយាយពីចម្ងាយបាញ់ភាពត្រឹមត្រូវភាពចម្រុះនៃគ្រាប់អាវុធនិងសមត្ថភាពរួមវាស្ថិតក្នុងចំណោមប្រព័ន្ធបាញ់រ៉ុកែតល្អបំផុតលើពិភពលោកលើសពីនេះវាក៏សមស្របទៅនឹងយុទ្ធសាស្ត្រការពារជាតិរបស់ចិនដែលផ្ដោតលើការការពារទឹកដីនិងការទប់ស្កាត់សត្រូវពីចម្ងាយដូច្នេះធ្វើ191មិនមែនគ្រាន់តែជាប្រព័ន្ធកាំភ្លើងធំមួយប៉ុណ្ណោះទេប៉ុន្តែវាបានបំពេញចន្លោះខ្វះខាតរបស់កងទ័ពជើងគោកនិងជួយបង្កើតប្រព័ន្ធវាយប្រហារ3វិមាត្រដ៏ទំនើបមួយជាការពិតយុទ្ធសាស្ត្រយោធានៅលើពិភពលោកកំពុងផ្លាស់ប្ដូរឥតឈប់ឈរជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនិងប្រព័ន្ធគ្មានមនុស្សបើកធ្វើ191ក៏នឹងបន្តវិវត្តទៅមុខដើម្បីឆ្លើយតបទៅនឹងសមរភូមិនាពេលអនាគត